ខ្ញុំធ្វើការនៅពេញសុកក៏មានអារម្មណ៍ថាធុញយើងក៏រៀបចំគម្រោងមួយចេញទៅខេត្តកពតហើយក៏ទិញសម្បត្តិអតេះភ្លើងធ្វើដំណើរទៅកពតម្នាក់ឯងហើយវាក៏ជារឿងមួយដែលខ្ញុំចង់ប្រាប់ទៅដល់ទាំងអស់គ្នាថាពេលខ្លះវាមានសកម្មភាពតូចស្រួលដែលយើងអាចរំសាយអារម្មណ៍របស់យើងបានបើសិនជាយើងធុញនៅក្នុងទីក្រុងយើងអាចទៅចំណាយពេលវេលាជាមួយខ្លួនឯងនៅកន្លែងណាមួយឧទាហរណ៍ជានៅសពតជាដើមទៅក៏អាចធ្វើឲ្យអារម្មណ៍របស់យើងស្រស់ស្រាយដែរអញ្ចឹងមនុស្សយើងមានក្តីស្រឡាញ់មានចំណង់ចំណូលចិត្តខុសគ្នាបើសិនជាយើងចង់ធ្វើអីយើងអាចធ្វើទៅតាមការស្រឡាញ់របស់យើងទៅវានឹងអាចឲ្យអារម្មណ៍របស់យើងល្អប្រសើរជាងមុនអាចឲ្យយើងមានអារម្មណ៍ធូរស្បើយមិនសូវមានទុក្ខកង្វល់ច្រើននោះទេអញ្ចឹងបើសិនជាយើងចង់ធ្វើដំណើរឲ្យលឿនឆាប់ដល់គោលដៅរថភ្លើងមិនមែនជាជម្រើសរបស់យើងទេប៉ុន្តែបើយើងចង់ចំណាយពេលវេលាជាមួយខ្លួនឯងធ្វើសកម្មភាពណាមួយដែលយើងស្រឡាញ់កំឡុងពេលដែលយើងធ្វើដំណើររថភ្លើងអាចជាជម្រើសរបស់យើងដូចជាអ្វីដែលខ្ញុំបានធ្វើហ្នឹងគឺខ្ញុំចំណាយពេលវេលាអានសៀវភៅធ្វើការងារនៅលើរថភ្លើងស្ដាប់ចម្រៀងអង្គុយមើលទេសភាពហើយញ៉ាំកាហ្វេមួយកែវជាសកម្មភាពមួយចំនួនដែលខ្ញុំចូលចិត្តធ្វើហើយវាធ្វើឲ្យខ្ញុំមានអារម្មណ៍ថាស្រស់ស្រាយមានអារម្មណ៍ថាបាត់អស់ទុក្ខកង្វល់នាពេលកន្លងមកដល់ភ្ញៀវទាំងអស់បានដឹងថានៅរយៈពេល5នាទីទៀតខាងយើងខ្ញុំនឹងធ្វើដំណើរទៅដល់ស្ថានីយ៍កំពតយើងប្រឹងប្រែងធ្វើការងារដើម្បីគ្រួសារដើម្បីខ្លួនឯងយើងអាចធ្វើការងារទាំងអស់ហ្នឹងបានក៏ប៉ុន្តែកុំភ្លេចក្តីសុខផ្លូវចិត្តរបស់យើងពីព្រោះសេចក្តីសុខផ្លូវចិត្តរបស់យើងសំខាន់មែនទែននៅពេលណាដែលផ្លូវចិត្តយើងមានក្តីសុខលទ្ធផលការងាររបស់យើងក៏ល្អប្រសើរហើយសុខភាពផ្លូវកាយរបស់យើងក៏ល្អប្រសើរដូចគ្នា